ឥឡូវនេះចាប់ផ្ដើមថ្ងៃរបស់អ្នកប្រសិនបើមានកន្លែងដែលអ្នកចង់ដើរលេងនោះមានភ្នំមួយនៅក្បែរនោះមានច្រើនណាស់ខ្ញុំសង្ឃឹមថាអ្នកប្រកាសជានឹងទៅលេងពួកគេហើយសូមឲ្យមានពេលវេលាល្អអ្នកបានត្រឡប់មកវិញហើយលោកគ្រូខ្ញុំត្រឡប់មកវិញហើយខ្ញុំបានរួចផុតពីសេចក្តីស្លាប់ហើយខ្ញុំបានរួចផុតពីសេចក្តីស្លាប់សិល្បៈរបស់អ្នកទទួលបានជោគជ័យខ្ញុំពិតជាសប្បាយចិត្តណាស់លោកគ្រូខ្ញុំទទួលបានជោគជ័យនៅសាលាអ្នកអាចរកលុយបានហើយអាចរស់នៅបានចាប់ពីពេលនេះទៅកុំរកលុយដោយលំបាកបែបនេះអីប្អូនប្រុសតូចរបស់ខ្ញុំឲ្យដំណើរកំសាន្តនេះពិតជារឿងធំសម្រាប់ខ្ញុំហ៊ឹមបណ្ណាល័យចាស់របស់មេទេស្រឡាញ់ពន្លឺអាជីវកម្មរបស់ស៊ីននិងកូរ៉េខាងត្បូងស្ដេចរៀបការអាជីវកម្មរបស់ស៊ីនរៀបការជាមួយស្ដេចកូរ៉េខាងត្បូងមែនទេតើយើងនឹងរៀបការក្នុងរយៈពេល3ថ្ងៃទេអ្នកគឺជាអ្នកជំនួញរបស់ស៊ីនពិតប្រាកដខ្ញុំជាអ្នកថែរក្សាស្ដេចសៀននៃប្រទេសកូរ៉េខាងត្បូងយ៉ាងហោចណាស់ខ្ញុំបានរៀបការហើយ12ឆ្នាំបានកន្លងផុតទៅដល់ពេលចុះចេញឥឡូវនេះហើយយករបស់របរទាំងអស់របស់អ្នកមកប្អូនស្រីឲ្យអ្នកជាឪពុកម្ដាយរបស់កូន3នាក់ហើយអ្នកកំពុងព្យាយាមបញ្ឆោតខ្ញុំឪពុកអ្នកកំពុងព្យាយាមបញ្ឆោតខ្ញុំក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់ខ្ញុំបានស្លាប់អស់ហើយខ្ញុំជាកូនប្រុសតែម្នាក់គត់របស់អ្នកសម្លាប់គាត់អ្នកគឺជាចៅវាយរបស់ឪពុកអ្នកខ្ញុំខុសហើយអ្នកមានស្ត្រីម្នាក់ដែលមានមោទនភាពប៉ុន្តែអ្នកសម្លាប់គាត់អ្នកមិនមែនជាប្រពន្ធរបស់ឪពុកម្ដាយអ្នកទេឪពុកខ្ញុំខុសហើយអ្នកសម្លាប់ឪពុករបស់អ្នកបងស្រីជីនមានរឿងអ្វីទៅឲ្យលឿនទេខ្ញុំត្រូវតែការពារជីនណាខ្ញុំផ្ដល់សេរីភាពដល់អ្នកប៉ុន្តែហេតុអ្វីអ្នកត្រូវគេចពីខ្ញុំព្រះអាទិត្យវាផ្ដល់ឲ្យខ្ញុំនូវសេរីភាពប៉ុន្តែខ្ញុំនឹងបង្ហាញអ្នកប្រកាសជានឹងបង្ហាញខ្ញុំជាសិស្សវិទ្យាល័យហេតុអ្វីបានជាអ្នកទាំង3ក្លាយជាតួអង្គសំខាន់របស់រឿងសែនកូនស្រីរបស់អ្នកនៅរស់រានមានជីវិតជាមួយស្ដេចមួយទៀតកូនស្រីរបស់ខ្ញុំបានរស់រានមានជីវិតជាមួយស្ដេចមួយទៀតបន្ទប់គេងដែលព្រះបតាបានយកមកពីនាគារ Wolf របស់ខ្ញុំឆុងអឿនវាជាកន្លែងស្នាក់នៅលំដាប់ទី2ចាប់ពីពេលនេះទៅនាងនឹងក្លាយជាប្រពន្ធតែម្នាក់គត់របស់ខ្ញុំតើអ្នកកំពុងធ្វើអ្វីកូនឆ្កែសម្រាប់វាចោលក្នុងទឹកឥឡូវនេះទៅប៉ាប៉ា娘，我讨厌姐姐。妈妈，你放心，娘会帮你把所有的一切都给你。កុំបារម្ភអីម៉ាក់នឹងជួយឯងម៉ាក់នឹងយកអ្វីគ្រប់យ៉ាងមកឲ្យច្រើនណាស់ប្រសិនបើខ្ញុំបានទទួលជំនួយពីអ្នកខ្ញុំនឹងចងចាំជារៀងរហូតចាប់តាំងពីខ្ញុំស្លាប់ទៅវាអាចខ្ញុំបានទទួលជំនួយពីអ្នកលោកគ្រូកុំបារម្ភអីពេលខ្ញុំស្លាប់ទៅខ្ញុំនឹងមិនច្រណែនអ្នកទេខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលរឿងតូចតាចបែបនេះកើតឡើងនៅពេលវេលាដ៏សំខាន់មួយនេះអាចប្រែក្លាយទៅជាឱកាសកាន់តែប្រសើរអរគុណម្ដងទៀតពេលខ្ញុំបាត់បង់ព្រលឹងនេះខ្ញុំនឹងមើលថែអ្នកម្ដងទៀតនៅពេលដែលខ្ញុំបាត់បង់ព្រលឹងមួយនេះខ្ញុំនឹងមើលថែអ្នកវិញខ្ញុំនឹងមើលថែអ្នកម្ដងទៀតសូមទៅឥឡូវនេះលោកគ្រូអ្នកទៅឲ្យលឿនមុនពេលខ្ញុំយកព្រលឹងនេះឬព្រលឹងអ្នកនឹងក្លាយជាអ្នកអតីត快快，大胆的去吧！痛不了钱，也有师傅给你兜着。在我这里还有你几个师兄呢，出带我看看，天下谁敢欺负我谁门门主李瑞年的徒弟？徒儿，为师给你找了个小师妹，如今她下山去了，若是遇见，记得多加照顾你小师妹，叫声听听。师妹要下山了，有没有人？救命啊！ យាយមានរឿងអ្វីជូនខ្ញុំមិនអាចឮសំឡេងអគ្គិសនីទេខ្ញុំមិនអាចឮសំឡេងអគ្គិសនីទេអូទេយើងបានបុកចូលក្នុងទីក្រុងថ្មី
អ្នកស្រីអ្នកបានសង្គ្រោះខ្ញុំនឹងការពារអ្នកឲ្យបានល្អខ្ញុំមិនត្រូវការវិទេខ្ញុំមិនត្រូវការវិទេខ្ញុំសង្ឃឹមថាអ្នកមិនអីទេអាយេខ្ញុំមានថ្នាំនៅទីនេះវាអាចមានចំនួនជាមួយភាពថ្មីថ្មោងយាយក្រុមគ្រួសារយាយបានមករកយាយហើយយាយខ្ញុំប្រញាប់ណាស់ខ្ញុំនឹងទៅមុនត្រូវប្រយ័ត្ននឹកអ្នកមិនបានប្រាប់ឈ្មោះអ្នកទេដូច្នេះតើអ្នកនៅណាតើអ្នកបានមករកវាមែនទេយាយខ្ញុំឈ្មោះសិនឆាងឆាងផ្ទះខ្ញុំស្ថិតនៅបណ្ដោយខ្ញុំនឹងរៀបការនៅថ្ងៃស្អែកយើងមានសំណាងណាស់ដែលបានជួបគ្នាឈ្មោះនៃរយៈបណ្ដោយគឺសិនឆាងឆាងខ្ញុំនឹងរៀបការនៅថ្ងៃស្អែកគាត់ជាកូនល្អខ្ញុំសូមជូនពរឲ្យអ្នកក្លាយជាកូនស្រីរបស់ខ្ញុំនឹកតើអ្នកសុខសប្បាយជាទេមិនអីទេថ្ងៃស្អែកជាថ្ងៃដែលវ៉ងយីត្រូវរៀបការជាមួយកូនស្រីរបស់ឈិនខៃសុងប្រសិនបើមានអ្វីមួយកើតឡើងតើអ្នកនឹងពន្យល់អំពីវ៉ងយីយ៉ាងដូចម្តេចតើខ្ញុំអាចសុខភាពខ្ញុំមិនល្អតតែសោះនារីវ័យក្មេងរូបនេះកំពុងព្យាយាមស្ដារសុខភាពរបស់នាងឡើងវិញមុនពេលរៀបការទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថានារីវ័យក្មេងរូបនេះមានសុខភាពមិនល្អសំណាងល្អនារីវ័យក្មេងរូបនេះទើបតែជួយសង្គ្រោះខ្ញុំបាងយាយនេះដោយសារតែអ្នកបានកើតជំងឺពោះនៅក្នុងការប៉ុនប៉ងលើកទី9ស៊ីនគីសុងនៅពេលណាដែលមានជំងឺពោះកើតឡើងរហូតដល់ជំងឺពោះរបស់ស៊ីនគីសុងកើតឡើងមួយចុងក្រោយទៀតខ្ញុំអាចទ្រាំទ្របានអ្នកត្រូវរកឬថោផាដែលជាមេដឹកនាំនៃប្រាសាទ New Star ឲ្យបានរហ័សប្រសិនបើនាងមាន10ថ្នាំពោះរបស់ Shin Kaesung Wang Ye បាត់ចាស់សក់ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពថ្ងៃនេះជាថ្ងៃបុណ្យរបស់ខ្ញុំមិនស្រឡាញ់នារីវ័យក្មេងរបស់ Shin Kaesung ទេប៉ុន្តែអ្នកត្រូវតែយកខ្ញុំកូនស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំចាប់ពីពេលនេះទៅអ្នកនឹងក្លាយជាស្ដេចនៃណានានវាគឺជាម៉ាក់បានធ្វើផែនការសម្រាប់ថ្ងៃនោះដោយដឹងគុណម្ដាយបានក្លាយជាតួឯកនៃព្រះហើយកូនស្រីបានក្លាយជាកូនស្រីរបស់ស្ដេចនៃព្រះវាបានក្លាយជាម្ដាយហើយខ្ញុំនឹងធ្វើឲ្យព្រះមហាក្សត្រនៃព្រះប្រុងប្រយ័ត្នចាប់ពីពេលនេះទៅម៉ាក់ខ្ញុំនឹងទទួលបន្ទុកថែទាំអស្ចារ្យម្ដាយរបស់អ្នកគួរតែស្រឡាញ់អ្នកពេលវេលាពិតជាគ្រប់គ្រាន់ហើយម៉ាក់ឲ្យសូមឲ្យកូនស្រីរបស់ម៉ាក់មករៀបការឲ្យលឿនមក来，吉时快到了，快背你妹妹出嫁吧。